Bà xôm xóa cúm bom ôn bị chia cắt scott ngọc khíaដែលជាអ្នកចូលចិត្តដាំដុះនៅបន្លែហើយមួយរយៈចុងក្រោយនេះថ្ងៃទី4ខែមិថុនាឆ្នាំ2026នេះបន្លែចាប់ផ្ដើមឡើងថ្លៃមិនចាប់ផ្ដើមឡើងថ្លៃវាថ្លៃយូរមកហើយមួយរយៈកន្លងនេះវាទៅសក់ដូច3000 3500ហើយស្ដេចគួរចូល5000អីដែរបាទទៅតាមប្រភេទបន្លែដែលវាល្អឬក៏អន់ទៅតាមស្ថានភាពចម្ការរបស់បងប្អូនហើយថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនមួយតាក់ទងមួយការប្រើប្រាស់ទៅលើថ្នាំភាសាយើងជាទូទៅការដាំដុះអីយើងតែងតែប្រើឲ្យថ្នាំគាត់ថាប្រើកម្រិតទាបកម្រិតខ្ពស់អីវាអាស្រ័យលើបងប្អូនឬក៏អាស្រ័យទៅលើការថែទាំរបស់បងប្អូននៅក្នុងចម្ការដោយឡែកតាក់ទងមួយការប្រើប្រាស់យើងមានប្រភេទថ្នាំជាជីមប៉ុនថ្នាំប៉ៅប្រភេទថ្នាំសត្វល្អិតប្រភេទថ្នាំផ្សិតអាចមានពពួកកម្ចាត់បាក់តេរីអីផ្សេងថែមទៀតអញ្ចឹងខ្ញុំលើកតាក់ទងជាមួយនឹងការប្រើប្រាស់ថ្នាំប៉ៅយកល្អបងប្អូនគួរតែប្រើប្រាស់នៅពេលព្រឹកព្រោះពេលព្រឹកដំណាំវាចាប់ផ្ដើមធ្វើរស្មីសំយោគហើយការចាប់យកការស្រូបយកសារធាតុចិញ្ចឹមផ្សេងតាមរយៈស្លឹកតាមរយៈដើមហ្នឹងក៏វាបានល្អដែរអញ្ចឹងការប្រើប្រាស់ថ្នាំប្រភេទថ្នាំប៉ៅពេលព្រឹកហើយពេលស្ងួតសើមហើយការបាញ់ចឹងដែរបងប្អូនត្រូវប្រើផ្លែដែលវាសាចហុយល្អិតកាលណាហុយល្អិតដំណាំវាចាប់យកសារធាតុចិញ្ចឹមមកបានល្អជាងយើងបាញ់ទៅមើលទៅវាជោគខ្លាំងដែរប៉ុន្តែវាអត់មានលបាយល្អិតទេណាបាទហើយការលាយនៅក្នុងធុងយ៉ាងដែរមិនថាថ្នាំអីទេបងប្អូនត្រូវលាយកូរវាឲ្យសព្វល្អហើយចាំដាក់ក្នុងធុងបាញ់ទៅមានប្រសិទ្ធភាពហើយមួយទៀតតើតើមួយការប្រើប្រាស់ថ្នាំសត្វល្អិតផ្សេងមានតកៅមានទ្រីបមានរុយសមានពពួកអាពីតអីបងប្អូនគួរតែប្រើប្រាស់ពេលល្ងាចអញ្ចឹងពេលល្ងាចត្រជាក់ម៉ោង3ម៉ោង4អីទៅតាមអាកាសធាតុអញ្ចឹងបងប្អូនបាញ់ទៅវាមានប្រសិទ្ធភាពល្អជាងដោយសារពពួកសត្វអស់ហ្នឹងពេលយប់ក៏វាចូលកន្លែងវាដែរអញ្ចឹងពេលដែលយើងបាញ់ទៅវាចំជាងបាទវាមានប្រសិទ្ធភាពជាងអានេះតាមអ្វីដែលយើងធ្លាប់ធ្វើឲ្យគ្រូភាគច្រើនដែលបានបដិបដាលពួកខ្ញុំកន្លងមកក៏គាត់បង្ហាញតាក់ទងមួយនឹងការប្រើប្រាស់ពេលល្ងាចដែរថ្នាំផ្សិតអញ្ចឹងដែរថ្នាំផ្សិតពពួកផ្សិតពពួកបាក់តេរីក៏បងប្អូនគួរតែប្រើប្រាស់ពេលល្ងាចដែរព្រោះកាលណាយើងប្រើប្រាស់ពេលល្ងាចថ្នាំវាជ្រាបចូលនៅក្នុងដើមដំណាំស្លឹកដំណាំនឹងបានល្អហើយតែកាលណាវាជ្រាបចូលបានល្អធ្វើឲ្យដំណាំរបស់បងប្អូនហ្នឹងវាទទួលនៅការព្យាបាលឬក៏ការពារបានប្រសើរជាងយើងបាញ់ពេលព្រឹកព្រោះពេលល្ងាចត្រជាក់អញ្ចឹងប្រសិទ្ធភាពថ្នាំក៏វាល្អទៅតាមនឹងដែរបើសិនជាបងប្អូនបាញ់ថ្នាំជំងឺសត្វល្អិតពេលព្រឹកពេលខ្លះអាចប៉ះពាល់ទៅដល់ដំណាំដែរវាអាចខ្លោចស្លឹកវាអាចធ្វើឲ្យដំណាំរួញទៅតាមប្រភេទថ្នាំក្តៅថ្នាំត្រជាក់អញ្ចឹងដែរបាទហើយមួយទៀតតាក់ទងជាមួយនឹងការប្រើប្រាស់ថ្នាំដែរបើដំណាក់កាលដំណាំកំពុងតែផ្កាកំពុងតែក្តឹបអញ្ចឹងបងប្អូនគួរតែប្រើប្រាស់ថ្នាំណាដែលជាប្រភេទត្រជាក់អេសេណាដែលមានផ្លាកសញ្ញាអេសេនៅលើដបហ្នឹងគឺប្រភេទថ្នាំត្រជាក់ហើយប្រភេទថ្នាំក្តៅពីច្រើនជាប្រភេទថ្នាំប្រភេទខាប់ហើយប្រភេទគ្រាប់បាទអានឹងទៅតាមក្រុមហ៊ុនដែលគាត់ដាក់ដែរប៉ុន្តែតាមអ្វីដែលយើងកត់ចំណាំកន្លងមកហើយបើមានកំហុសឆ្គងឯងបងប្អូនដែលគាត់មានចំណេះដឹងខ្ពស់ជាងនេះអាចជួយបង្ហាញផងបាទអញ្ចឹងតើតើមួយការប្រើប្រាស់ថ្នាំខ្ញុំដូចជាបង្ហាញប៉ុណ្ណឹងសម្រាប់បងប្អូនហើយរាល់ចម្ងល់បងប្អូនអាចសាកសួរខ្ញុំបានតាមរយៈ comment ឬក៏ចូលមកកាន់ Facebook page ខ្ញុំក៏បានបាទឈ្មោះកាលីណាជាភាសាអង់គ្លេសហើយបងប្អូនអាចចូលទៅមើលក្នុង YouTube ខ្ញុំមានបច្ចេកទេសច្រើនទៀតសម្រាប់បងប្អូនយកទៅអនុវត្តក្នុងកិច្ចការ
បាទអូខេអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយរាល់កំហុសឆ្គងបងប្អូនអាចជួយកែតម្រូវបាទអរគុណច្រើន